លោក Benjamin Netanyahu បាននិយាយថាប្រទេសអ៊ីស្រាអែលគ្មានជំរើសណាផ្សេងក្រៅពីបន្តការប្រយុទ្ធនោះទេហើយលោកបាននិយាយបន្ថែមទៀតថាសង្គ្រាមមួយនេះត្រូវបញ្ចប់លុះត្រាតែគោលបំណងទាំង3របស់លោកទទួលបានជោគជ័យជាមុនសិនគួរបញ្ជាក់ថាការអធិប្បាយរបស់គាត់គឺបានកើតឡើងបន្ទាប់ពីជនជាតិប៉ាឡេស្ទីនប្រមាណ92នាក់ត្រូវបានសម្លាប់និងជាង200នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល2ថ្ងៃដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់កាហ្សាទាហានអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនលើសពី11ដងដើម្បីដាក់សម្ពាធទៅលើក្រុមហាម៉ាស់ឲ្យដោះលែងចំណាត់ខ្មាំងនិងទម្លាក់អាវុធការថ្លែងសន្ទរកថាទៅកាន់ជនរួមជាតិថ្ងៃដដែលនោះលោកនេតាយ៉ាហ៊ូបាននិយាយថាឥឡូវនេះលោកកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរខណៈដែលក្រុមគ្រួសាររបស់ចំណាត់ខ្មាំងនិងអ្នកគាំទ្ររបស់លោកកំពុងតែរងចាំដំណឹងល្អពីលោកប៉ុន្តែមកទល់នឹងពេលនេះទៅហើយបំណងទាំង3របស់លោកនៅតែមិនទាន់សម្រេចបានទៀតគូបញ្ជាក់ថាលោកនេតាយ៉ាហ៊ូធ្លាប់បានប្រកាសថាក្តីប្រាថ្នារបស់លោករួមមានទី1គឺក្រុមហាម៉ាស់ព្រមដោះលែងចំណាត់ខ្មាំងទាំងអស់របស់ប្រទេសអ៊ីស្រាអែលទី2នៅលើពិភពលោកនេះគ្មានទេពាក្យថាក្រុមហាម៉ាស់ទី3ជនជាតិប៉ាឡេស្ទីនត្រូវតែសន្យាថាប្រជាជននៅក្នុងតំបន់កាហ្សានឹងមិនបង្កការគំរាមកំហែងណាមួយដល់ប្រទេសអ៊ីស្រាអែលជាដាច់ខាត